តើនឹងមានអ្វីកើតឡើងបើសិនជាប្រទេសនៅក្នុងតំបន់ឥណ្ឌូចិនបញ្ចូលគ្នាជាប្រទេសតែមួយតំបន់ឥណ្ឌូចិនគឺជាទ្វីបដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ដែលស្ថិតនៅភាគខាងកើតទ្វីបឥណ្ឌានិងភាគខាងត្បូងប្រទេសចិនដែលរួមមានប្រទេសកម្ពុជាឡាវមីយ៉ាន់ម៉ាថៃវៀតណាមនិងម៉ាឡេស៊ីហើយប្រសិនបើជាប្រទេសទាំងអស់នេះរួមគ្នាជាប្រទេសតែមួយនោះដែនដីទាំងអស់អាចនឹងកើនរហូតដល់2លាន100000គីឡូម៉ែត្រការ៉េឯណោះម្យ៉ាងវិញទៀតប្រជាជនអាចមានចំនួនរហូតដល់280លាននាក់ដូចគ្នានេះដែរការរួមបញ្ចូលគ្នានេះរបស់ប្រទេសដ៏មានឥទ្ធិពលទាំងអស់នេះអាចគ្រប់គ្រងទាំងស្រុងនៅដែនទឹកសមុទ្រគឺផ្លូវទឹកម៉ាឡាស្កាអ្វីដែលសំខាន់ទៀតផងនោះដោយសារតែទីតាំងអំណោយផលផងការរួមបញ្ចូលគ្នានេះក៏អនុញ្ញាតឲ្យការដឹកជញ្ជូនតាមកំពង់ផែផ្សេងៗមានដំណើរការកាន់តែប្រសើរឡើងអ្វីដែលកាន់តែពិសេសនោះគឺទីតាំងនិងធនធានធម្មជាតិទាំងអស់រាប់បញ្ចូលទាំងរ៉ែដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មជាមួយនឹងការគ្រប់គ្រងពីវិស័យផ្សេងៗទៀតអ្វីដែលអស្ចារ្យបំផុតនោះគឺមហាអំណាចរបស់ប្រទេសនេះអាចនឹងវាដាច់ប្រទេសឥណ្ឌាហើយមានឥទ្ធិពលដ៏មហិមាលើពិភពលោកបើសិនជាយើងជាកូនខ្មែរតើយើងចង់ក្លាយជាប្រទេសឥណ្ឌូចិនជាមួយប្រទេសថៃដែរឬទេ